សាច់ជ្រូក3ជាន់រួមជាមួយនឹងខ្ទឹមបារាំងបងប្អូនអើយអត់ដឹងសោះថាពេលដែលធ្វើឲ្យឆ្ងាញ់អញ្ចឹងបើដឹងថាធ្វើឲ្យឆ្ងាញ់អញ្ចឹងធ្វើញ៉ាំតាំងពីយូរបងប្អូនអើយហើយចាប់គ្នាមែនតើជាមួយនឹងនេះទឹកម៉ាញ៉ាណេសអូយបងប្អូនអើយស៊ីគ្នាខ្លាំងមែនតើហ្មងហើយគ្រឿងផ្សំរបស់គេមានតែប្រមាណមុខនេះបងប្អូនងាយស្រួលធ្វើខ្លាំងមែនតើធ្វើភ្លាមញ៉ាំបានភ្លាមមកអញ្ចឹងបងប្អូនហើយឥឡូវនេះគឺខ្ញុំចាប់ដើមមកហាន់ខ្ទឹមបារាំងសិនណាខ្ទឹមបារាំងរបស់យើងនេះយើងហាន់វាហើយយើងបកសំបកវាចេញយើងកាត់ក្បាលកាត់កន្ទុយវាចេញមកយើងវាថាយើងកាត់វាកង់ថែមទៀតបងប្អូនកាត់វាប្រមាណកង់មកអញ្ចឹងទៅគឺយើងយកតែផ្នែកធំណាអាតូចអីហ្នឹងយើងបាច់យកទេបងប្អូនវាតូចពេកអញ្ចឹងយើងយកតែធំទៅយើងរុំមកជុំនឹងមកបងប្អូនយើងរុំជាមួយនឹងសាច់ជ្រូក3ជាន់យើងរុំធ្វើម៉េចឲ្យវាចិត្តអញ្ចឹងណាពេលដែលយើងយកទៅបំពងទៅវាអត់របូតទេបងប្អូនអញ្ចឹងរុំវាឲ្យថាចិត្តឲ្យថាណែនមកមុខនេះងាយស្រួលធ្វើបងប្អូនពេលធ្វើឲ្យយើងញ៉ាំលេងជុំគ្នាហ្នឹងអូយត្រូវមែនតើហើយឥឡូវនេះសាច់ជ្រូករុំខ្ទឹមប្រាំងរបស់ខ្ញុំបានហើយបងប្អូនឥឡូវយើងយកវាទៅដាក់ចៀនណាពេលដែលដាក់ចៀនបងប្អូនកុំភ្លេចឲ្យសោះបន្ថែមជាមួយនឹងនេះបងប្អូនម្សៅបំពងកុំឲ្យវាផ្ទុះយើងដាក់ម្សៅបំពងចូលទៅវាអត់ផ្ទុះទេអញ្ចឹងពេលដែលខ្ញុំដាក់ហើយហ្នឹងទៅនេះចៀនវាមកអូយបងប្អូនហើយចៀនដល់តែថាក្រៀមបែបនេះមកពេលដែលយើងញ៉ាំចេញមកក្រោបហើយមានបន្លែនៅពីខាងក្នុងអូយបងប្អូនឆ្ងាញ់មែនតើឥឡូវមកលាយទឹកសនេះមានដាក់ជាមួយនឹងទឹកសក់ចូលខ្ទឹមប្រាំងហើយខ្ញុំមានបន្ថែមជាមួយនឹងទឹកម៉ាញ៉ាណេសអាជីម៉ាយ៉ូទឹកម៉ាញ៉ាណេសអាជីម៉ាយ៉ូនេះបងប្អូនហើយល្អបំផុតផលិតចេញពីស៊ុតមាន់ស្រស់ប្រេងបន្លែគ្រឿងផ្សំសំខាន់ស្របតាមចំណូលចិត្តរបស់ប្រជាជនយើងឥឡូវនេះម៉ាញ៉ាណេសអាជីម៉ាយ៉ូនេះគឺមានលក់តាមតូបផ្សារនិងបណ្ដាផ្សារទំនើបនានាបងប្អូនគេមានពីរខ្នាតគឺខ្នាត130ក្រាមនិង260ក្រាមដែលជាផលិតផលរបស់ក្រុមហ៊ុនអាជីណូម៉ាតូយើងដាក់ម៉ាញ៉ាណេសយើងចូលទៅបន្ទាប់មកយើងបន្ថែមទឹកប៉េងប៉ោះតន្តិចចូលបានបងប្អូនបន្ថែមក្រូចឆ្មាហើយជាមួយនឹងស្លឹកជីវ៉ាន់ស៊ុយចុងក្រោយមកកូរច្បល់ប៉ុណ្ណេះមកបងប្អូនហើយបើកើឲ្យជួយរស់ទឹកម៉ាញ៉ាណេសយើងនឹងកាន់តែថាឆ្ងាញ់មកកម្រិតទៀតមកបងចាប់មាត់គ្នាខ្លាំងមែនតើនៅពេលដែលយើងញ៉ាំជាមួយនឹងសាច់ជ្រូក3ជាន់រុំជាមួយនឹងខ្ទឹមប្រាំងបែបនេះបងប្អូនហើយនឹងចាំបាច់បន្ថែមមកឲ្យជ្រលក់បែបនេះមកអូបងប្អូនហើយវាថាពីត្រូវរសជាតិម៉េះអានេះបើថាយើងញ៉ាំលេងជុំគ្នានឹងអានេះបងប្អូនដកមាត់ចឹងមករួចតែដើមទៅញ៉ាំចាប់ញ៉ាំមិនឈ្នះហ្មងញ៉ាំមុខនេះងាយស្រួលធ្វើបងប្អូនអាច share វីដេអូហ្នឹងទៅយកទុកធ្វើពេលថ្ងៃណាថាតនេបានជុំគ្នាអញ្ចឹងធ្វើអាមុខនេះញ៉ាំមកបងប្អូនហើយចែកគ្នារុំខ្ចប់ដាក់ជៀនមកជ្រលក់មួយទឹកម៉ាញ៉ាណេសទៀតឆ្ងាញ់កប់សេរីមកបងហើយបើសិនបងប្អូនចង់ដឹងព័ត៌មានបន្ថែមឬជាផលិតផលផ្សេងៗហ្នឹងសូមចូលទៅកាន់ Facebook Page អាជីណូម៉ាតូ Cambodia បានអញ្ចឹងសូមញ៉ាំសិនហើយបាយ